អាណាចារប្រៃការពារបរិស្ថានភ្នំសំរងខេត្តព្រះវិហារក្រុមឈ្មួញអគ្រឿងចាក់ឈូសឆាយស្ទើរអស់មួយចំហៀងភ្នំបន្លំជាមួយអាជីវកម្មរុករករ៉ែតាមសេចក្តីរាយការណ៍ពីខេត្តព្រះវិហារបានឲ្យដឹងថាភ្នំសំរងមានទីតាំងស្ថិតក្នុងភូមិសាស្ត្រនៃភូមិរិចឃុំស្រយ៉ង់ស្រុកគូលែនខេត្តព្រះវិហារដែលភ្នំខាងលើគឺស្ថិតក្នុងតំបន់ការពារសត្វព្រៃភ្នំត្នោតភ្នំពកគឺការពារនឹងគ្រប់ដោយមន្ទីរបរិស្ថានខេត្តព្រះវិហារបច្ចុប្បន្នដីភ្នំធម្មជាតិមួយខាងត្រូវបានក្រុមឈ្មួញដាក់គ្រឿងចាក់ឡើងនិងចូលទៅឈូសឆាយយ៉ាងកក្រឹកកក្រែងទៅដល់កំពូលភ្នំប្រភពមួយទៀតបាននិយាយថាពួកគាត់បានឃើញក្រុមឈ្មួញទាំងនោះសង្ស័យជាជនជាតិចិនជិះម៉ូតូបើករត់គេចប្រសេកប្រសាទឆ្លងចូលទៅដឹកដីខេត្តសៀមរាបពាក់ព័ន្ធទៅនឹងករណីនេះដែរលោកមឿនសុភេទប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារឆ្លើយតបប្រាប់អ្នកកាសែតតាមប្រព័ន្ធសង្គម Telegram ថាលោកនឹងអរគុណចំពោះការផ្ដល់ព័ត៌មានឲ្យលោកហើយលោកក៏ដាក់សំណួរសួរមកកាន់អង្គភាពយើងវិញថាតើអ្នកដែលកាយនឹងមកពីខាងណាដែរមានឯកសារអីខ្លះជាមួយគ្នានេះដែរលោកប្រធានមន្ទីរបរិស្ថានខេត្តភ្នំថាប្រសិនបើមាននិយមការលោកនឹងឡើងមើលផែនទីបន្តិចសិននេះជាសម្លេងលោកប៉ែងជឹងនិងអ្នកសារព័ត៌មានខេត្តព្រះវិហារនៅលោកបាទខ្ញុំអ្នកសារព័ត៌មានលីហួបចាំខេត្តព្រះវិហារលោកបាទបាទនៅខ្ញុំមានថារាយការណ៍ជូនទៅលោកបានតិចហើយនៅភ្នំសំរងលោកបាទមានការគ្រឿងចាក់គាត់ធ្វើផ្លូវមកឈូសឆាយនៅលើភ្នំដូចរុករ៉រ៉ែអញ្ចឹងណាលោកបាទភ្នំសំរងបាទភ្នំសំរងលោកបាទនឹងមានលោកបាទមានជ្រាបជាព័ត៌មានទេលោកបាទអត់ដឹងបងគ្រឿងចាក់ខាងណាដែរនៅពីខាងណាគ្រឿងចាក់ច្រើនលោកបាទដូចជា Escator ដូចជាមានប្រមាណគ្រឿង1 2 3គ្រឿងហើយឡានធំដែលដឹករ៉ែហ្នឹង3 4គ្រឿងដែរលោកបាទឡានដឹករ៉ែទៀតបាទគាត់ខាងសាលានឹងគេធ្វើផ្លូវដឹងធ្វើឮថាធ្វើផ្លូវសាលាដល់មិនប៉ុន្តែដល់ពេលឆ្លងមកដល់ភ្នំសំរងនេះមានការគាត់រុករៀនរដូចជារ៉ែអីចឹងណាលោកបាទមកគាត់ទៅមើលឋានទៅមើលបាទលោកឋានទៅមើលគេធ្វើផ្លូវធ្វើផ្លូវកាត់ពីយើងនេះទៅក្រុមហ៊ុនគាត់មួយទៀតនៅខាងខ្វៅធ្វើផ្លូវទេបាទនឹងធ្វើផ្លូវហ្នឹងប៉ុន្តែផុតដីក្រុមហ៊ុនលោកបាទផុតដីក្រុមហ៊ុនមកចូលដែនក្នុងដែនភ្នំសំរងហ្នឹងណាលោកបាទបាទចូលក្នុងដែនតែម្ដងដល់ពេលអញ្ចឹងមានការឃើញគាត់ខួងកាយអ៊ិចគាត់កាយរុកឃើញថ្មឃើញអីរុករ៉ែនៅលើកំពូលភ្នំសំរងតែម្ដងលោកបាទកាយនេះប្រភេទរ៉រ៉ែបណ្ដោយបាទកាយគឺផ្លាស់ទេកាយប្រភេទរ៉រ៉ែលោកបាទចឹងបានរាយការណ៍ទៅលោកអាបាថាលោកអាបាមានជ្រាបជាព័ត៌មានដែលមានការគ្រឿងចាក់គាត់មកឈូសឆាយទន្ទ្រានអញ្ចឹងមានច្បាប់មានទម្លាប់អីចឹងណាលោកអាបាខ្ញុំដឹងតែក្រុមហ៊ុនសាលានេះគេសុំធ្វើផ្លូវផ្លូវទៅតែអារឿងរុករ៉ែស្អីអត់ទេសាលានេះចុះធ្វើផ្លូវចុះពីម្សិលមិញចុះចាក់កាយចាប់ពីផ្លូវជាតិទៅចូលទៅក្រុមហ៊ុនសាលានេះគេនឹងដេញទៅក្នុងហើយបាទមានគឺចាក់ទៅរ៉ែនោះវិញបាទប៉ុន្តែឥឡូវឆ្លាស់ឲ្យឡើងដល់កំពូលភ្នំឆ្លាស់ល្វឹងល្វើអញ្ចឹងណាលោកបាទឲ្យគាត់យកគ្រឿងចាក់យក Escator ចុះទៅក្រោមវិញអញ្ចឹងណាលោកបាទគាត់ចុះទៅក្រោមហើយសម្រាប់ឡានសម្រាប់ដែលដឹករ៉ែហ្នឹងគឺគាត់នៅខាងក្រោមនឹងទេអញ្ចឹងណាលោកបាទប៉ុន្តែដល់ពេលខ្ញុំបានចុះមកដល់ទីតាំងនេះឃើញជាក់ស្ដែងផ្ទាល់តែម្ដងអញ្ចឹងណាលោកបាទអូខេហ្នឹងក្រុមការងារនៅខ្ញុំនឹងរាយការណ៍ជូនលោកអាបាហើយនឹងខ្ញុំបាញ់រូបភាពជូនបាទបាញ់ជូនទីនោះបាទអរគុណលោកបាទយ៉ាងណាក៏ដោយជុំវិញនឹងករណីខាងលើនេះអង្គភាពយើងទទួលបានឯកសារមួយដែលក្រុមអ្នកសារព័ត៌មានយើងបានបាញ់ចូលក្នុងក្រុមស្រឡាញ់ព្រះវិហារគឺពាក់ព័ន្ធទៅនឹងអាជ្ញាប័ណ្ណស្វែងរករ៉ែលោហៈធាតុដោយយកលិខិតសំណើចុះថ្ងៃទី13ខែកុម្ភៈឆ្នាំ2020របស់ក្រុមហ៊ុន Continental Copper Cambodia
សម្រាប់ប្រការមួយត្រូវបានផ្ដល់អាជ្ញាប័ណ្ណស្វែងរករករ៉ែលោហៈឲ្យក្រុមហ៊ុន Continental Copper Cambodia ដែលមានអាសយដ្ឋានផ្ទះលេខ I12.07 ភូមិខ្មួញសង្កាត់ខ្មួញខណ្ឌសែនសុខរាជធានីភ្នំពេញធ្វើប្រតិបត្តិការស្វែងរករករ៉ែលោហៈនៅតំបន់ខ្វៅខាងកើតឃុំខ្វៅខេត្តសៀមរាបនិងឃុំស្រែយ៉ាងឃុំរណសិកខេត្តព្រះវិហារឯនោះទេចុះហេតុអ្វីបានជាក្រុមហ៊ុនខាងលើចូលមកធ្វើសកម្មភាពរករករ៉ែលោហៈធាតុនៅក្នុងទឹកដីនៃឃុំស្រយ៉ង់ទៅវិញការនេះហើយត្រូវបានគេសង្ស័យថាលោកប៉េងចឹងចៅវាយស្រុកគូលែនទំនងកប់កិតរបៀបកន្ទិលធំបន្លំដេកព្រោះតែសំអាងទៅលើអាជ្ញាប័ណ្ណមួយសន្លឹកនេះសងំបិទភ្នែកធ្វើដេកឲ្យក្រុមឈ្មួញប្រើប្រាស់គ្រឿងចាក់ចូលធ្វើសកម្មភាពបានដោយអនាធិបតេយ្យយ៉ាងដូចនេះសូមរំលឹកផងដែរថាភ្នំធម្មជាតិមួយចំនួនស្ថិតក្នុងដែនសមត្ថកិច្ចលោកប៉េងចឹងអភិបាលស្រុកគូលែនជាអ្នកគ្រប់គ្រងដែលក្នុងនោះរួមមានភ្នំរិចភ្នំបូកភ្នំ100ជាពិសេសដីព្រៃសហគមន៍នុនព្រៃអន្លង់ជាដើមដែលដីភ្នំនិងដីព្រៃសហគមន៍នុនទាំងអស់ត្រូវបានក្លាយជាវាលរហូតឋានស្ទើរតែទាំងអស់មហាជនលើកឡើងថាភាពអសមត្ថភាពរបស់លោកអភិបាលស្រុកគូលែននេះហើយបានធ្វើឲ្យសម្បត្តិធនធានធម្មជាតិក្នុងដែនសមត្ថកិច្ចរបស់លោកប៉េងចឹងគ្រប់គ្រងវិមីហិញហោតស្ទើរតែបាត់អស់ពីរង្វង់ផែនទីហើយនៅពេលបច្ចុប្បន្ននេះ